ដើម្បីកាត់បន្ថយកម្លាំងពលកម្មការចំណាយទឹកថ្នាំតិចជាងមុនហើយបង្កើនទិន្នផលអំពុំមីងអាចសាកប្រើជាមួយម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះបានហើយនៅក្នុងវីដេអូនេះដែរគឺនាងខ្ញុំចង់បង្ហាញបងអំពុំមីងជាមួយនឹងមតិយោបល់របស់អតិថិជនដែលគាត់បានទៅមើលផ្ទាល់ជាមួយនឹងម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិមួយនេះថាតើម៉ាស៊ីនបាញ់ថ្នាំនេះវាមានប្រសិទ្ធភាពយ៉ាងខ្លះតោះឥឡូវបងអំពុំមីងមកស្ដាប់មតិយោបល់គាត់ទាំងអស់គ្នាឃើញម៉ាស៊ីននេះវាធៀបមួយម៉ាស៊ីនផ្សេងតែមិនដែរតម្លៃថ្លៃធ្នូវាចង់និយាយថានេះវាមានលក្ខណៈពិសេសរបស់វាត្រង់ដង្ហាល់បាទអានេះខ្ញុំនិយាយថាដង្ហាល់វាបច្ចេកទេសគេមិនដឹងថាម៉េចទេខ្ញុំយល់ត្រង់ថាដង្ហាល់វាខ្លាំងហើយទីមួយវាមានប្រើប្រអប់លេខបាទបូមានវា4ស្តុងខ្យល់ខ្លាំងហើយអានេះខ្ញុំចង់សួរនេះអានេះប្រើពេញ5ណាស់ទេកប់នេះបាទវាមានលក្ខណៈពិសេសត្រង់ថាវាស្វ័យប្រវត្តិមានតលេមានអីវាអត់ចាំបាច់ប្រើខ្សែពៀនបាទវាទំនើបបាទហើយវាមានបាញ់ចាប់ឲ្យវាដើមដល់មកហើយដូចក្រុមហ៊ុនថាមានអីស្អី Elix Static អីគេនោះទៀតខ្ញុំចេះចង់បោលមិនដែរបងពេលឃើញតែមិនដែរ Electro Static មើលទៅខ្ញុំចង់និយាយថាវាបបែកអរញ៉ាទឹកនឹងបានអត់មែនទេអាហ្នឹងគេហៅថាម៉ូលេគុលទឹកវាទូចចុះបងបាញ់ទៅពេលដើរពីក្រោយថាអត់សូវស្រក់មែនទេមែនទេបាទពេលប្រើអាប្រព័ន្ធអេឡិចត្រូស្ទិញហ្នឹងទៅយើងដើរពីក្រោយវាអត់មានទឹកស្រក់ហើយស្រក់ថាភាគរយតិចតែបើយើងអត់ប្រើបើដើរពីក្រោយគាត់ចង់ជោគអាវយើងបើមិនដើរទៅគាត់ចង់ហ៊ានដើរពីក្រោយគាត់ដើរតែហ្នឹងវាស្អិតល្អមែនទេបាទតែបើប្រើអាហ្នឹងទៅវាសំខាន់គឺអាម៉ូលេគុលទឹកហ្នឹងវាបបែកបានមែនបាទយើងចាក់បាទយើងមើលបាញ់ទៅវាដូចអរញ៉ាសៅមកផ្សៃហើយបើយើងអញ្ចឹងបានប្រើអាហ្គេនមិនមកមុខដាក់ចូលនឹងទៀតរត់តាបាទផ្លេចចាក្រោយពីអំពុំមីងបានស្ដាប់មតិយោបល់គាត់រួចហើយតើអំពុំមីងយល់ឃើញយ៉ាងណាដែរជាមួយនឹងម៉ាស៊ីនបាញ់ថ្នាំមួយនេះដូចនេះបើសិនជាអំពុំមីងចង់បានឬក៏ចង់ដឹងតាក់ទងជាមួយម៉ាស៊ីនបាញ់ថ្នាំមួយនេះឲ្យកាន់តែច្បាស់អាចតាក់ទងតាមលេខទូរស័ព្ទដែលនេះខ្ញុំបានអនុញ្ញាតលើវីដេអូនេះអរគុណច្រើនអំពុំមីងជួបគ្នានៅវីដេអូក្រោយទៀត